KTM វាស៊ីស៊ីឆ្នេរ2024ថ្មីកេះបាទនៅនេះនឹងគឺការតម្លើងគឺដូរដូចជាមានអីច្រើនទេបន្តមកថ្មីគឺឡើងតែកន្លែងសាក់ស៊ីនេះហើយនៅមកនៅកន្លែងនេះនេះជាមួយនឹងតែបូម W2 ហើយនឹងកង្កាក់មួយនៅអបដៃកន្លែងនេះស្អាតតែណាទៅ4ហើយចាំហើយភ្ញៀវគាត់មើលត្រូវគាត់យកទៅមកឲ្យខាតពីក្នុងចាំវិញទៀតតែប៉ុណ្ណឹងទេវាទៅឡើងបាទឥឡូវយើងរៀបចំហើយអីគឺថាកាន់តែឡើងសម្រាប់ស្អាតជាងបន្ថែមទៅទៀតបាទ KTM 250 EXC CCD 2024ថ្មីកេះជាទីណាមិញហ្នឹងយើងទៅឡើងនេះតែសាក់ស៊ីនេះជាមួយតែ model list សងខាងជាមួយខាងនោះ CCD វាមានលេងមកខ្ញុំពីជាន់តកូចឲ្យស្រាប់ជាន់តកូចទឹកខូចដែរស្អាតជាងពណ៌ធម្មតាអត់មានពណ៌ទឹកខូចទេស្អាតរបស់ CCD នេះហើយនឹងតម្លៃមិននេះសាក់ស៊ីនេះហើយ CCD នេះវាបែបនេះពិសេសជាង023ចុះដោយសារវាមានដង្ហាល់មកស្រាប់ពីរោងចក្រមកហើយជាមួយនឹងមូតចុចនេះក៏វាដូរមកប្រើវាតុងចុចស្អាតជាងមុនហើយស្រួលប្រើមានភ្លើងអីក្នុងហ្នឹងគេតែបច្ឆេះមិនចុចទៅលើភ្លើងធ្វើសេរី23ចុះអត់ទាន់មកប្រើមូតទេប្រើមូតកាច់ហ្នឹងហើយនេះអត់ទៅតាក់ដេនេះក៏ដូរដែរចុចមកក្រុមចុចដេកាច់មកលើក្នុងនេះនេះកុំព្យូទ័រវាមើលកន្លែងនេះមក Oreo នេះគីឡូសរុបវាអានេះស្មើនឹង1គីឡូហើយខ្ញុំបដាទៅបដាមកកុំព្យូទ័រថ្មីក៏វាមកថ្មីវា1គីឡូចឹងមកដែរហើយយើងទៅឡើងនេះចូលដែរតែបូមបាទស្អាតមែនតើគួរស្មានចាំងហើយបងប្អូនចាប់តាមអាចតាក់ទងមកបានបាទអត់មានម្ចាស់ទេបាទខ្ញុំជួបគ្នាវីដេអូក្រោយទៀតបាទ